សួស្តីអ្នកទាំងអស់គ្នានេះគឺជាមួយហ្គេមចុងក្រោយនៃការអាប់ដេតចូល season ថ្មីហើយអ្នកទាំងអស់គ្នាបានបានស្ទាយសម្រាប់ខ្ញុំគឺខ្ញុំតំនៅ gallery ទេអ្នកគ្នាដោយសារ season នេះគឺខ្ញុំអត់សូវដែរបានលេងប៉ុន្មានទេអញ្ចឹងអាចនឹង season ក្រោយគឺខ្ញុំរៀងលេងច្រើនតិចឯងដោយសារតែយើងចង់យក immortal នៅ season ក្រោយហើយចង់យក top Cambodia 1 hero 2 hero អីចឹងទៅតែឥឡូវកុំឲ្យខាតពេលយូរយើងចូលមកមើល gameplay ខ្ញុំហើយចំពោះ game នេះដែរខ្ញុំដកជាមួយនឹង Gusen មកលេង Hyper អ្នកគ្នាហើយខ្ញុំអត់សូវដែរបានលេងប៉ុន្មានទេ Gusen ដោយសារ season នេះគឺគេ ban មែនតើខ្ញុំអត់សូវដែរបានលេងហ្មងអ្នកគ្នាហើយឥឡូវនេះគឺជាមួយ game ចុងក្រោយដែលគេតម្លាក់ seasonចឹងនៅសល់តែប្រហែលម៉ោងទៀតទេគឺយើងបានទៅជួបជុំបងប្អូន Epic ស៊ីនយើងម្ដងទៀតហើយតោះឥឡូវយើងមកប្រវែអារម្មណ៍ចូលហ្គេមជាងវិញចំពោះ Hero Gusen គឺឈឺមែនតើអ្នកគ្នាគឺទាំង mid lane ទាំង hyper គឺឈឺហ្មងឲ្យតែខ្ញុំបានដកលេងម្ដងអីគឺថាអត់ងាយចាញ់ទេអ្នកគ្នាដោយសារតែ5កវិត Gusen គឺឈឺហ្មងហើយមកដល់កន្លែងនេះគឺខ្ញុំស៊ីប៉ែគេសោតហ្មងអ្នកគ្នាមើលចាំមើលយីនណាកន្លែងនេះគឺខ្ញុំគប់ជះ Digger ទៅខ្ញុំដាក់បណ្ដៃគឺចូលខៀវខ្ញុំបាន triple kill ហើយដល់កន្លែងនេះណាអត់ឲ្យខ្ញុំបាន mini egg ទេអ្នកគ្នាគឺបាន mini egg ហើយគឺងាប់ដោយទាំងខ្ញុំទៀតអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងបើសិនជាអ្នកនៅក្នុង YouTube កុំភ្លេចជួយ subscribe និងចុចមេដៃឲ្យខ្ញុំម្នាក់មួយផងបើសិនជាវីដេអូខ្ញុំមានអ្នកមើលច្រើនគឺខ្ញុំនឹងមានការលេង giveaway ដូចជាខ្ញុំ giveaway account ហើយ giveaway ដូចជា diamond ឬ weekly pass ឬក៏ជាលុយអីតិចតួចទៅអញ្ចឹងអ្នកគ្នាកុំភ្លេចជួយ support ខ្ញុំផងក៏ឡវីដេអូខ្ញុំមានអ្នកមើលច្រើនអីអញ្ចឹងទៅគឺខ្ញុំនឹងមានការ giveaway ឲ្យអ្នកគ្នាហៅអាទិត្យឬក៏ហៅខែអីអញ្ចឹងទៅចឹងហ្នឹងឯងអ្នកគ្នាកុំភ្លេចជួយ support ខ្ញុំម្នាក់មួយផងចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ